ប៉ុនខ្ញុំជាមួយជនជាតិពលលោកដូចគ្នាគឺគោរពពាក្យសច្ចាណាខ្ញុំយល់ថាគួរតែមកថៃពីទៀតទៅលោកប៊ូធានណាលោកក៏បានដឹងដែរលោកដែរអាសៀងអមិនក៏កូនឯងនិយាយយ៉ាងនេះជាមួយនឹងលោកប៊ូធានយ៉ាងនេះលោកប៊ូធានណាឲ្យខ្ញុំសុំទោសផងទៅចុះណាអាសៀងតាំងពីតូចមកម្ដាយស្លាប់ចោលខ្ញុំមិនចង់ចំណាយពេលវេលារបស់អ្នកទាំងអស់គ្នាច្រើនប៉ុន្មានទេបើអញ្ចឹងពួកយើងគួរតែនិយាយពីសាច់ការទៅលើកនេះខ្ញុំទៅតែឡើងតំណែងថ្មីហើយនេះហើយទៅមកគ្រប់លោកទាំងពីរដែលជាមនុស្សធ្វើឲ្យសៀងហៃមានខ្យល់ព្យុះថ្មីនេះនៅមានរឿងមួយទៀតគឺខ្ញុំចង់បទពិសោធន៍ជាមួយនឹងអ្នកទាំងអស់គ្នាបន្តិចអំពីរឿងលោកគ្រូតឹងដែលជាសមាគមក្បាច់គុណណាការពិតរឿងនេះងាយស្រួលណាស់ឲ្យតែជនជាតិជប៉ុនប្របដោះលែងលោកគ្រូតឹងរឿងអីក៏ត្រូវចាប់សັບគ្រប់ដែរអាសៀងអមិនក៏កូនឯងនិយាយយ៉ាងនេះជាមួយនឹងលោកប៊ូធានយ៉ាងនេះលោកប៊ូធានណាឲ្យខ្ញុំសុំទោសផងទៅចុះណាអាសៀងតាំងពីតូចមកម្ដាយស្លាប់ចោលខ្វះការអប់រំប៉ុន្តែមនុស្សវានេះស្មោះត្រង់ល្អណាស់លោកប៊ូធានណាសូមលោកកុំប្រកាន់មិនអីទេឥឡូវជាពិភពរបស់យុវជនពួកយើងជាមនុស្សចាស់អស់នេះក៏មិនអាចរវល់បានដែរយីមេងរឿងលោកគ្រូតឹងឯងយល់យ៉ាងម៉េចទៅដែរលោកស៊ឺចេញខ្ញុំសង្ឃឹមថាលោកប្រកាសជាយល់នៅសៀងហៃកន្លែងណាក៏មានខណ្ឌសីមាដែរផលប្រយោជន៍របស់ប្រទេសណាក៏យើងត្រូវតែយល់ឥឡូវអញ្ចេះលោកដោះលែងលោកគ្រូតឹងទៅតើកូនឡោខ្ញុំធានាថាជនជាតិជប៉ុននៅសៀងហៃប្រកាសជាមិនបាច់ឲ្យគេមករំខានទៀតទេបើសិនជាយ៉ាងនេះយីមេងបានចាំដោះលែងគេចឹងណែឯងហ៊ាននិយាយឲ្យត្រូវហ៊ានធ្វើណាកុំដល់ពេលនោះលេបសម្ដីអសោះជនជាតិជប៉ុនខ្ញុំជាមួយជនជាតិពលលោកដូចគ្នាគឺគោរពពាក្យសច្ចាណាអញ្ចឹងជាការល្អហើយទីបញ្ចប់យើងផ្សះផ្សាគ្នាជាការល្អបំផុតហើយបើសិនជាយ៉ាងនេះខ្ញុំនឹងទូរស័ព្ទទៅឲ្យគេដោះលែងលោកគ្រូតឹងភ្លាមណាចំពោះរឿងនេះយើងបានដោះស្រាយរួចអស់ហើយលោកសេនាប្រមុខចាមតើមានចំណុចចិត្តនិយាយសហការគ្នាដែរទេអើយខ្ញុំយល់ថាគួរតែមកថៃពីទៀតទៅលោកប៊ូធានណាលោកក៏បានដឹងដែររឿងដែលពួកយើងនិយាយលើកនេះវាជារឿងរកស៊ីធំណាស់គឺតាក់ទងដល់បញ្ហានៃស្រុកទាំង3ផងតាមដែលខ្ញុំយល់គួរតែពិចារណាបានច្បាស់សិនទើបបានរងចាំមួយថ្ងៃពីរទៀតចុះ